កូនដែលចេះសង្គ្រោះមនុស្សជុំវិញខ្លួននេះបានភាគច្រើនជាកូនអតិជាតិបុត្រព្រោះកូនមាន3អវយជាតិបុត្រកូននេះអន់បំផុតកើតឡើងមកមានតែលបែងស្រីស្រាពីលាភ្នាល់គ្នាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតដូចមាញ់ហ្នឹងឯងធរហ្នឹងអត់ដឹងខ្វល់ខ្វាយពីរឿងបន់ទៀនអីទេដឹងតែពីរឿងចូលផ្ទះរលុយបានលុយចេញទៅបាត់មួយខែកន្លះខែបានមកដល់វិញអីចឹងទៅម៉ែឪចាស់ក៏មិនខ្វល់ចិញ្ចឹមបន់ជូនអ្នកស្លាប់ក៏មិនខ្វល់ធ្វើបន់ខ្វល់តែពីដើរលេងសប្បាយចឹងទៅកូននេះពិបាកជាងគេបំផុតទី2អនុជាតិបុត្របើម៉ែឪជាងឈើកូនក៏ជាងម៉ែឪគ្រូបង្រៀនកូនក៏គ្រូម៉ែឪអ្នកភ្លេងកូនក៏អ្នកភ្លេងម៉ែឪអ្នកធ្វើបន់សន្តានកូនក៏អ្នកធ្វើបន់កូននឹងកូពីថតចម្លងយកគំរូពីម៉ែពីឪទៅធ្វើតាមមានធម៌សទ្ធាសីលៈចក្កបញ្ញាដូចមេត្តាបិតាដែរកូននឹងអាចជួបម៉ែរាល់ជាតិរីឯកូនទី3គេហៅថាអតិជាតិបុត្រប្រសើរបំផុតជាងគេទាំងអស់នឹងសំដៅទៅលើកូននឹងមានធម៌ដល់ទៅ4ទី1អត្តសទ្ធិរៀនសូត្រមានចំណេះចេះដឹងខ្លួនឯងធ្វើល្អប្រព្រឹត្តល្អទី2បរសទ្ធិមកដឹកនាំបងប្អូនអ្នកដទៃឲ្យគេធ្វើល្អតាមដូចថ្ងៃហ្នឹងយើងធ្វើបុណ្យអញ្ចឹងហៅគេមកចូលរួមស្ដាប់ធម៌តាមធ្វើបុណ្យតាមទី3គេហៅថាសង្ឃហៈសង្គ្រោះដល់ញាតិមិត្តដល់យាយតាដល់ដូនតាភូមិផងរបងជាមួយទាំងអ្នកនៅរស់ទាំងអ្នកស្លាប់នៅតែសង្គ្រោះសង្ឃហៈធម៌មកជុំខ្លួនដោយសម្ដែងមិញអញ្ចឹងមនុស្សមកជុំខ្លួនសង្គ្រោះទាំងអស់ហើយទី4កូននឹងមានកតញ្ញូដឹងគុណម៉ែឪបើម៉ែឪនៅរស់ក៏ធ្វើបច្ច័យ4ជូនបើម៉ែឪស្លាប់ទៅហើយក៏ធ្វើតក្ខិណានុបទាននេះធម៌សម្រាប់កូនជាអតិជាតិបុត្រប្រសើរណាស់បានជាលោកសម្ដែងឲ្យកូនចៅកាន់តួនាទីខ្លួននឹងឥឡូវកូនគេធ្វើតាមតួនាទីត្រូវហើយត្រូវតាមតួនាទីទោះបីយើងឃើញថាម៉ែឪអ្នកស្លាប់ទៅនោះមកទទួលមកហូបក្តីមើលឃើញក៏ដោយមើលមិនឃើញក៏ដោយវាត្រូវតែធ្វើពីព្រោះវាជាតួនាទីរបស់ខ្លួនជាកូនឥឡូវកូនបានបំពេញតាមតួនាទីនឹងទៅហើយញោមញាតិនិយាយពីកូនមាន3ប្រភេទហ្នឹងក៏នឹកឃើញដល់មនុស្សទាំងអស់រាល់ថ្ងៃហ្នឹងមាន5ប្រភេទពុទ្ធលោកសម្ដែងមនុស្សទាំងអស់គ្នានឹងមាន5ប្រភេទរាល់ថ្ងៃនេះ5ប្រភេទអាម៉េចទៅបើមើលទៅស្តៀងតែគ្នានឹងថាអត់ទេស្តៀងគ្នាមែនប៉ុន្តែចែក5ក្រុមដោយខ្លួនពីគ្នាមួយគេហៅថាមនុស្សស័កមនុស្សសោរូបរាងកាយជាមនុស្សដឹងគុណទោសខុសត្រូវកាន់ច្បាប់កាន់ប្រពៃណីកាន់ទំនៀមទម្លាប់វប្បធម៌របស់ខ្លួនមនុស្សនេះសមជាមនុស្សចេះថែរក្សាប្រពៃណីជាមនុស្សកើតឡើងជាមនុស្សកាន់ធម៌មនុស្សមានសិលធម៌អនាគតទៅមនុស្សទៀតអដែលនឹងកើតជាមនុស្សវិញអដែលពីព្រោះគេវាមានចរិតជាមនុស្សដល់តែមួយទៀតគេហៅថាមនុស្សដេរិឆានណោឥឡូវនឹងរូបរាងកាយជាមនុស្សប៉ុន្តែចិត្តគំនិតដូចសត្វដេរិឆានអត់ដឹងគុណទោសខុសត្រូវអត់ដឹងម៉ែឪគ្មានធម៌មេត្តាម្លោះហើយសពថ្ងៃមនុស្សមែនប៉ុន្តែតទៅមុខនឹងទៅកើតជាសត្វដេរិឆានហើយព្រោះជីវិតគេរស់នៅប្រៀបដូចដេរិឆានអញ្ចឹងរាល់ថ្ងៃសូវដឹងគុណទោសខុសត្រូវអីទេគិតរបៀបដូចសត្វដល់តែមនុស្សប្រភេទទី3គេហៅថាមនុស្សនេរយិកោសពថ្ងៃជាមនុស្សប៉ុន្តែជាប្រភេទពួកនរកឡើងមកនឹងមកគម្រប់កិច្ចទេគ្មានធម៌គ្មានអានៅខ្លួនទេប្រទះវាយប្រទះកាប់គឺប្រទះឆ្លោះទាស់តែងមិនស្គាល់ម៉ែមិនស្គាល់បងប្អូនអីគ្មានធម៌មេត្តាគ្មានបុណ្យកុសលអីទេបកែខឹងបកែខឹងប្រកាន់បកែចាប់ទោសអូសដំណើរររឿងវាយដំកាប់ចាក់គេថារូបរាងកាយជាមនុស្សប៉ុន្តែក្នុងចិត្តភ្លើងឆេះក្តៅដូចនរកអញ្ចឹងអនាគតទៅនរកហើយបានគេហៅគេឲ្យប្រភេទហ្នឹងពួកក្រុមទៅនរកគេហៅមនុស្សនេរយិកោមនុស្សប្រភេទមួយទៀតទី4គេហៅថាមនុស្សសបេតោឥឡូវហ្នឹងជាមនុស្សទេណាញោមប៉ុន្តែរស់នៅដូចប្រែតត្រង់តាណាគឺខ្វះរហូតមិនចេះគ្រប់ដោយសារប្រកបតែកិច្ចការដើរលួច
លួចមន់លួចទាលួចឆ្កែលួចឆ្មាលួចរបស់របរតាំងពីស្បែកជើងតាំងពីខោអាវជុំវិញផ្ទះជុំវិញខ្លួនរបស់ហូបចុកតាំងពីស្វាយពីខ្នោពីស្អីអាចចេះហូបចេះបណ្ណាសុំទៅចេះសុំចេះតែលួចតាំងពីលួចចេកដូច្នេះហើយរស់នៅដូចប្រែតអញ្ចឹងគឺដើរទៅលួចគេរហូតគឺអត់ចេះឆ្អែតអត់ចេះគ្រប់គ្រាន់ដាំពូជខ្វះអញ្ចឹងសពថ្ងៃជាមនុស្សមែនប៉ុន្តែកំពុងនៅជីវិតដូចប្រែតហើយបន្តិចទៀតស្លាប់ទៅកើតប្រែតតែម្ដងហើយលួចមិនត្រឹមតែលួចរបស់ប្រជាជនជុំវិញខ្លួនលួចឯតាំងរបស់វត្តទៀតស្រួមស្រួលចូលទៅរសត្វធាតុក្នុងវត្តតាំងពីត្រីស្រះតាំងពីសត្វអាលោកសត្វឆ្កែឆ្មាក្នុងវត្តទៀតអូអានឹងកម្មពីលួចចានវត្តឆ្នាំងវត្តកន្សៀវវត្តទៀតមិនស្រួលកើតជាប្រែតនៅយាមវត្តនឹងទៀតស្លាប់ពីប្រែតមកកើតជាសត្វអីនៅឆ្កែឆ្មាដេកនឹងវត្តនឹងទៀតអញ្ចឹងបានថាមនុស្សនេះរូបរាងកាយជាមនុស្សមែនប៉ុន្តែប្រព្រឹត្តធម៌ដូចប្រែតអនាគតទៅប្រែតសំដៅទៅលើខ្វះខាតនិងលួចរហូតហើយលោភលន់ចង់បានមិនចេះឆ្អែតកាពះប៉ុណ្ណេះសោះប៉ុណ្ណរោហាក់ដូចជានៅតែមិនពេញនៅតែខ្វះបើសិនជារកប្រគ្រប់កាពះតែប៉ុណ្ណឹងមិនក៏ពិបាករម្ល៉េះបើសិនជាគិតតែមកកាពះប៉ុន្តែមិនអញ្ចឹងឯងមកពីវាមានធម៌នឹងធម៌លោភប្រមាណក៏មិនចេះគ្រប់មនុស្សទី5គេឲ្យឈ្មោះថាមនុស្សទេវោរូបរាងកាយជាមនុស្សប៉ុន្តែចិត្តដូចទេវតាទៅហើយចេះអាណិតអាសូរចាស់ទុំចេះធ្វើបុណ្យកាន់សិលជូនបាយទឹកចាស់ទុំដាក់បាតប្រសង់ជូនកម្មាជូនសរងចាស់ទុំចេះសាពះចេះជំរាបសួរមានសទ្ធាមានសីលៈមានចាកៈមានបញ្ញាមានធម៌មានអានឹងខ្លួនហ៊ីមនុស្សសោះប៉ុន្តែចិត្តដូចទេវតាចេះជួយអ្នកដទៃមនុស្សនេះអនាគតទៅទេវតាហ្មងហើយបើថាកើតមកជាមនុស្សវិញច្រើនតែបានធ្វើមេគេធ្វើអ្នកចាត់ចែងធ្វើអ្នកគ្រប់គ្រងគេពីព្រោះវាចេះមើលដាំពូជមើលតានេះខ្វះនេះយាយនោះខ្វះនោះចេះមើលតាំងពីឥឡូវទៅនិស័យហ្នឹងត្រូវបានធ្វើមេគេអនាគត